ស្ត្រីម្នាក់អាចធ្វើឲ្យបុរសក្រីក្រម្នាក់ក្លាយទៅជាមហាស្ថិក៏ប៉ុន្តែសម្រាប់ស្ត្រីដែលមានសម្រស់ហើយគ្មានខួរអាចធ្វើឲ្យមហាស្ថិក្លាយទៅជាអ្នកសុនទានស្ត្រីម្នាក់គឺវាគ្រប់គ្រាន់សម្រាប់បុរសដែលមានផែនការសម្រាប់ជីវិតហើយបុរសម្នាក់ក៏គ្រប់គ្រាន់សម្រាប់ស្ត្រីដែលនាងគោរពរាងកាយរបស់នាងយើងលេងសើចជាមួយនឹងស្ត្រីដែលមានរូបស្អាតក៏ប៉ុន្តែយើងរៀបការជាមួយនឹងស្ត្រីដែលមានមារយាទការក្បត់គឺជាជំរឿមិនមែនជាកំហុសទេប្រសិនបើអ្នកបានរកឃើញមនុស្សល្អហើយសូមឈប់ស្វែងរកនរណាម្នាក់ដែលល្អជាងនឹងអពាហ៍ពិពាហ៍មិនមែនជាសញ្ញាបត្រទេប៉ុន្តែជាកិច្ចសន្យាដែលអ្នកត្រូវអានដោយប្រុងប្រយ័ត្នមុននឹងចុះហត្ថលេខាការបែកបាក់គឺជាការឈឺចាប់ក៏ប៉ុន្តែការបាត់បង់នរណាម្នាក់ដោយមិនគោរពអ្នកដែលមិនថែរក្សាអ្នកដូចនឹងអ្វីដែលអ្នកសមនឹងទទួលវាគឺជាការឈឺចាប់ក្នុងរយៈពេលខ្លីបន្ទាប់មកវាគឺជាសេចក្តីសុខនៅក្នុងរយៈពេលវែងខ្ញុំបានឲ្យនៅពេលវេលាគំនិតភាពសាសនាសេចក្តីរីករាយនៃជីវិតសុភមង្គលនិងអារម្មណ៍ទាំងមូលរបស់ខ្ញុំតែអ្វីដែលខ្ញុំបានទទួលពីអ្នកវាបែរទៅជាការបញ្ចប់ទៅដោយទឹកភ្នែកបេះដូងដែលបែកបាក់អាចនឹងជាសះស្បើយប៉ុន្តែស្នាមរបួសគឺនៅតែមានយើងមិនចាក់ចែងព្រោះតែមានអ្វីខុសប្រក្រតីនោះទេយើងសុខចិត្តចាក់ចែងព្រោះតែយើងបានព្យាយាមធ្វើអ្វីដែលគ្រប់យ៉ាងអស់ហើយតែគ្មានអ្វីបានប្រសើរឡើងយើងរីករាយនឹងកោតស្ញប់ស្ញែងពីគុណសម្បត្តិរបស់នរណាម្នាក់តែនៅពេលដែលយើងទទួលយកចំណុចខ្វះខាតរបស់ពួកគេនោះគឺដោយសារតែយើងស្រឡាញ់ពួកគេ